តាដែលក្នុងនេះគឺយើងចូលមក EC2 មកដែលជ្រើសយក instant ហើយយើងធ្វើការនេះកន្លែង United យក OEO ហើយយើង launch instant មកដែលកន្លែងនេះយើងដាក់ឈ្មោះយើងគឺឈ្មោះខ្ញុំមកគឺឈ្មោះខ្ញុំគឺកែវចម្រុងដាក់ slash ដកមកគេដែលខាងក្រោមនេះយក YouTube ហើយយើងការ select time មក confirm and change កន្លែងនេះយើងយក create key pair name តែកន្លែងនេះខ្ញុំដាក់ឈ្មោះខ្ញុំគឺកែវចម្រុងគឺ create key pair តែនេះ file វាបានមកអញ្ចឹងយើងត្រូវរក្សាទុក file ហ្នឹងហើយយើង launch instant មកដែលនេះវាចាំដំណើរការតែនេះហើយយើងចូល instant វិញដែលកន្លែងនេះវាកំពុងធ្វើការដើរដែលវា initializing វាកំពុងធ្វើការដំណើរការរហូតចាំឲ្យវា check យើង refresh វាមកនេះវា check ហើយអញ្ចឹងគឺយើងចូល tick ទៀតយើងនេះវា check ឃើញផាសហើយ check ហើយយើងចុច connect មកអូខេ connect បានហើយអញ្ចឹងយើងធ្វើការបើក git bus run command មួយចំនួនដែលគឺយើងទាញចូលគឺ cd ដែលកន្លែង download យើងមកហើយ slash យើងទៅ copy command នេះដែល mode ហើយយកមកផាស run នៅក្នុង git bus ch mode នេះបន្ទាប់មកយើង copy អាកន្លែងខាងក្រោម example នេះ as នេះគឺ copy ផាស run ដូចគ្នាយើងចុច yes នេះវាបាន run ហើយអញ្ចឹងយើងធ្វើការ clear វាសិនមកហើយយើង run who am I pwd ហើយ host nameយើងធ្វើការ sudo apt update ចឹងធ្វើការ update ហើយតោះមកយើងsudo upgrade វាម្ដងក្រោយចុច yes គឺយើង upgrade all package
ការ sudo apt install 3 ដែលលោកគ្រូបានដាក់ comment ឲ្យហ្នឹងយើងធ្វើការវា install ហើយនេះគឺយើង make directory ដែលជាប់គ្នាគឺ OK ហើយយើងផាក LAN មកអូខេអញ្ចឹងគឺយើង run comment ហ្នឹងហើយបន្ទាប់មក nano tech.te ហើយយើងផាសចូលយើងវាយនោះដែលលោកគ្រូបានដាក់ឲ្យហ្នឹងគឺ ctech យើង ctrl មក clear ហ្នឹងយើង copy ផាសចូលមក3នេះគឺអញ្ចឹងពីលេខ001រហូតដល់010អានេះយើងធ្វើការ run command មួយទៀតយើងផាសចូលមកអូខេយើងបាន create 003យើងធ្វើការ run ម្ដងទៀត នេះគឺ run ហើយមាន11 directory ហើយនឹង10 file cp tech.004តិចវាហើយ 3 សូមមួយបន្តិចដែរអញ្ចឹងយើងធ្វើការដាក់ទី comment ទី5គឺថា cvf យើងផាសចូលហើយតមក comment ទី6ថាចូលហើយតមក comment ទី7ពីផាសចូល comment ទី8ចូលអីជីដងហើយយើងធ្វើការ zip វាមកនេះឈ្មោះ zip នោះហើយធ្វើការ sudo apt install zip ព្រោះមានតមាន zip ចឹងយើងធ្វើការ zip មកកើតទេចឹងយើងធ្វើការ zip ម្ដងទៀតតមកយើង run command ចុងក្រោយគឺ unzip វិញការ tree នេះគឺមាន11 directory ហើយនឹង14 file
you